ក្នុង10នាក់ធានាថាមាន9នាក់ចូលចិត្តហូបផ្សាចៃហ្នឹងហើយតែខ្ញុំថ្ងៃណាមកហូបមានថៃទាំងសល់ហ្មងថ្ងៃនេះខ្ញុំមានមនុយថ្មីទៀតបងប្អូនឆាម្នាស់ឆ្អឹងជំនីមានអីក្រៅពីប្រឡាក់ជៀនអាំងតែតែយើងមនុយច្រើនណាប្រឡាក់ជៀនញ៉ាំអត់គ្រាន់ទេកន្លះគីឡូតែកន្លះគីឡូហ្នឹងបងប្អូនយកមកឆាវិញហូបបានច្រើនអ្នកម្នាស់ជាមួយនឹងឆ្អឹងជំនីយើងអាចធ្វើមុខម្ហូបប្លែកមួយហើយស្រស់ឆ្អឹងជំនីជាមួយទឹកក្តៅឲ្យបាត់ធំផ្លូវលាក់សាច់ជាមួយនឹងស្ករខ្នុរទឹកត្រីមួយមុខមួយស្ពាទុកមកកន្លែងសិនខ្ញុំទៅហាន់ម្នាស់យើងដាក់ម្នាស់មកល្មមបានហើយកុំច្រើនពេកខ្ញុំទុកមកចំណែងច្រាំឲ្យម៉ត់នេះជាមួយនឹងស្ករ2ស្លាបព្រាខ្នុរ1ស្លាបព្រាទឹកត្រី2ទឹកខ្មេះឬមួយក៏ក្រូចឆ្មា1ស្លាបព្រាហើយទឹកម្ទេស2ស្លាបព្រាទៀតកូរឲ្យសព្វហើយមានរឿងមួយខ្ញុំចង់ចែកម្លែកទៅបងប្អូនរហូតដល់បងប្អូនទិញសាច់ជ្រូកទិញនៅណាដែរបើក៏តែបងប្អូនទិញនៅផ្សារត្រូវអត់តែខ្ញុំទៅស្គាល់កន្លែងមួយគឺ CP Fresh Shop លក់សាច់ជ្រូកជាមួយនឹងសាច់មាន់ឃើញហាងអញ្ចឹងបងប្អូនកុំគិតថាថ្លៃហើយលក់សាច់បកកអត់ទេបងប្អូនណាគិតដូចខ្ញុំដំបូងអញ្ចឹងតែ CP Fresh Shop ជាអាជីវកម្ម franchise របស់ក្រុមហ៊ុន CP ដែលលក់សាច់ជ្រូកស្រស់ជាមួយនឹងសាច់មាន់ស្រស់មានតម្លៃសមរម្យម៉ែបងប្អូនដែលគាត់ឧស្សាហ៍ទៅផ្សារប្រហែលជាគាត់ដឹងហីឆ្អឹងជំនីនេះគាត់លក់1គីឡូតែ22,000ទេសាច់3ជាន់19,000 1គីឡូឆ្អឹងស៊ុប1គីឡូ12,000និយាយទៅមិនបាច់តថ្លៃបងប្អូននឹងទៅធូរហីសំខាន់ជាជ្រូករបស់ក្រុមហ៊ុនចិញ្ចឹមនៅខ្មែរផ្ទាល់អញ្ចឹងបងប្អូនឲ្យទុកចិត្តបានថាយើងអត់ទិញប៉ះជ្រូកនាំចូលទេហើយសាច់របស់គាត់គឺមានអនាម័យស្តង់ដារក្នុងម៉ាស៊ីនត្រជាក់ស្រស់ៗហ្មងអត់មានរុយតោងអត់ធំក្លិនហើយក្រៅពីសាច់ជ្រូកក្រុមហ៊ុន CP ក៏មានផលិតនឹងពងមាន់សាច់មាន់ហើយក៏មានលក់ជាមួយនឹងបន្លែគ្រឿងទេសប្រហិតអីផ្សេងដែរហើយបើនិយាយពីប្រហិត CP វិញបាច់និយាយឲ្យដឹងតែល្បីហើយនិយាយទៅទិញសាច់ CP Fresh Shop ធានាអនាម័យគុណភាពនិងតម្លៃសមរម្យហើយមានជាមួយនឹងកាភ្លើមាន់ផ្លែឆ្អឹងនេះបងប្អូនធ្វើអីក៏ឆ្ងាញ់ដែរសាច់មាន់នេះហូរនៅផ្សារមានលក់ទេសាខារបស់ CP Fresh Shop ក៏មានច្រើនណាសាខាផ្លូវសទ្ធារស់សាខាទូទំពូសាខាដងកាវសាខាបូរីពេញហួតបឹងស្នាវនិងសាខាសែនសុកបន្តជាមួយនឹងម្ហូបយើងបងខ្ញុំលីងស្ករឲ្យលឿងសិនបានដាក់ខ្ទឹមសឬមកគល់ខ្ទឹមចូលដាក់សាច់ចូលឆារិចទឹកសិនបើខ្ញុំដាក់ទឹកចូលបិទគម្របមកងាស់ឲ្យសាច់យើងទន់ឆ្ងាញ់ឃើញយើងរិចទឹកហើយចាំបងប្អូនដាក់ទឹកសូមមិញចូលម្នាស់ហើយបងប្អូនដាក់ភ្លើងយ៉ាងខ្លាំងតិចមកបងប្អូនបើសិនជាបងប្អូនហូបម្ដងអស់យើងដាក់ឆាឲ្យខាប់ហ្មងក៏បានដែរតែបើធ្វើក្តៅម្ដង2ដងទៀតបងប្អូនឲ្យដាក់ខាប់មិនល្មមដូចខ្ញុំបានទេណាតែដាក់ខាប់ពេកលេងមានទឹកក្តៅវិញហើយខ្ញុំដាក់ស្លឹកខ្ទឹមជូរម្ទេសក្រោយគេហើយដាក់ម្រេចបន្តិចក៏បានដែរបងប្អូនប៉ុណ្ណឹងហើយនិយាយពីសាច់យើងឡើងជូរផ្អែមហើយហូបជាមួយនឹងបាយចុះហើយមកហូបមួយហ្នឹងខ្ញុំធានាថាក្មេងៗក៏ចូលចិត្តដែរដោយសារមានរសជាតិជូរផ្អែមហើយប្រៃសំខាន់មានពណ៌ស្រស់ស្អាតទៀតបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណា